អ្វីបានជាក្រុមប្រឆាំងតែងតែបំផុសព័ត៌មានคล้ายៗនិងនិយាយបំភ្លឺអំពីស្ថានភាពនៅតំបន់ព្រំដែនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថាកម្ពុជាសម្រេចប្រើប្រាស់យន្តការការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអានក្លូសដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃបន្ទាប់ពីភាគីថៃដកខ្លួនចេញពី MOU ឆ្នាំ2001ការបន្តបំផុសព័ត៌មានคล้ายៗឬព័ត៌មានបំភាន់ពីសំណាក់ក្រុមប្រឆាំងជុំវិញស្ថានភាពនៅតំបន់ព្រំដែនគឺមានគោលបំណងនយោបាយទី1គឺដើម្បីកេងចំណេញស្វែងរកប្រជាប្រិយភាពសម្រាប់គណនីនិងពេករបស់ខ្លួនពីព្រោះពួកគេគិតថាប្រធានបទនេះងាយតាក់ទាញចំណាប់អារម្មណ៍ទោះបីជាពួកគេភូតកុហកក៏ដោយនិងទី2ដើម្បីបង្កអរិយភាពក្នុងសង្គមបង្កការភ័យខ្លាចនិងញុះញង់ឲ្យប្រជាពលរដ្ឋខឹងសម្បារលើរាជរដ្ឋាភិបាលដោយមិនបានខ្វល់ពីផលប៉ះពាល់ដល់ប្រយោជន៍ជាតិឡើយបញ្ហាព្រំដែននិងអធិបតេយ្យភាពជាតិគឺជាប្រធានបទដែលមានសារៈសំខាន់ខ្លាំងហើយការដែលយកបញ្ហានេះមកបំភ្លឺឬបកស្រាយខុសពីការពិតអាចបង្កការយល់ច្រឡំធ្ងន់ធ្ងរនិងប៉ះពាល់ដល់សន្តិសុខជាតិជាក់ស្ដែងការផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់អាចបំបាក់ស្មារតីសាធារណជនបង្កការបាត់បង់ទំនុកចិត្តលើស្ថាប័នជាតិនិងជះផលប៉ះពាល់ដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារប្រទេសនិងទឹកដីប៉ុន្តែសំណាងល្អដែលប្រជាពលរដ្ឋខ្មែរមិនជឿក្រុមប្រឆាំងជ្រុលនិយមដែលនិយាយភូតកុហកដដែល30ឆ្នាំមកហើយនោះឡើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី5ខែឧសភាឆ្នាំ2026បានប្រកាសជាផ្លូវការនៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃយោងតាមសំណេរលើទំព័រ Facebook Page ផ្លូវការសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រអានក្លូសការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការនៃការសម្រេចចិត្តដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001 MOU ឆ្នាំ2001ឬ MOU 44សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានរំលឹកថាក្នុងរយៈពេលជាង25ឆ្នាំកន្លងមកនេះ MOU ឆ្នាំ2001គឺជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានឯកភាពគ្នាសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាដែនសមុទ្រដែលឆ្លុះបញ្ចាំងពីស្មារតីសហប្រតិបត្តិការនិងសុឆន្ទៈទៅវិញទៅមកសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងនូវការសោកស្ដាយចំពោះការដកខ្លួនរបស់ភាគីថៃដោយបញ្ជាក់ថាការដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាង2ទសវត្សរ៍កន្លងមកនេះក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិសម្ដេចធិបតីបានសង្កត់ធ្ងន់ថាកម្ពុជាពុំមានជំរឿសអ្វីក្រៅពីការពឹងផ្អែកលើច្បាប់អន្តរជាតិនិងអនុសញ្ញាអានក្លូសឡើយជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដើម្បីជួយដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថាការសម្រេចចិត្តរបស់កម្ពុជានៅពេលនេះគឺឆ្លុះបញ្ចាំងពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ក្នុងការឈានទៅរកដំណោះស្រាយមួយដ៏យុត្តិធម៌យូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិដើម្បីធានាបាននូវសន្តិភាពស្ថិរភាពនិងសេចក្តីសុខសម្រាប់ប្រជាជននៃប្រទេសទាំងពីរ